ខ្ញុំឈ្មោះឡៅខេនរស់នៅខេត្តបរទេសមានជ័យខ្ញុំមានបញ្ហាភ្នែកស្វាំងកាលពីដើមហ្នឹងខ្ញុំវាមានជំងឺទឹកនោមផ្អែមហើយជំងឺលើសឈាមហើយខ្ញុំវាស្វាំងភ្នែកហើយតាណាមកណាអញ្ចឹងខ្ញុំអត់ហ៊ានជិះម៉ូតូទេដល់ពេលកូនខ្ញុំគេទិញផ្ញើអាថ្នាំបតក់ភ្នែកហ្នឹងមកពីពេញទៅដល់ពេលខ្ញុំបតក់បានថាជាមួយអាទិត្យទៅខ្ញុំអាចមើលផ្លូវឃើញហើយខ្ញុំជិះម៉ូតូកើតកាលពីដើមខ្ញុំអត់ហ៊ានជិះម៉ូតូទេព្រោះឲ្យខ្លាចដួលទៅណាមកណាដើរហើយជិះម៉ូតូដុំសប្បាយចិត្តខ្លាំងអូនព្រោះអីឥឡូវហ្នឹងជិះម៉ូតូកើតអាចមើលផ្លូវឃើញកាលពីដើមហ្នឹងខ្ញុំជិះម៉ូតូអត់កើតទេវាស្វាំងភ្នែកហើយខ្ញុំចាប់ដើមស្វាំងហ្នឹងមួយឆ្នាំហើយដល់បានបន្តអាឆ្នាំក្រុមហ៊ុនរបស់អាមេរិកហ្នឹងបន្តទៅបានហើយជាមួយអាទិត្យទៅវាអាចមើលផ្លូវមើលអីឃើញទៅខ្ញុំសប្បាយចិត្តខ្លាំងណាស់